ពុកម៉ែហត់ហើយមួយថ្ងៃដែលយើងជាកូនកូនប្រសូតចេញចាក់ផ្ទៃរបស់ម៉ែគឺជាថ្ងៃដែលជីវិតរបស់ម៉ែស្ទើរតែរលត់ផុតលោកកាជាថ្ងៃដែលយើងជាកូនប្រុសកូនស្រីត្រូវតែចងចាំទុកនៅក្នុងចិត្តគ្រប់គ្នាណាកូនណា2ម៉ែលំបាកពុកនឿយហត់ម៉ែក្រខ្សត់ពុកអត់ឃ្លានតែកូនបាននៅសេចក្តីសុខសេចក្តីចម្រុងចម្រើនមកដល់សពថ្ងៃនេះព្រោះពុកនិងម៉ែព្រមលំបាកនឿយហត់ក្រខ្សត់អត់ឃ្លានដើម្បីបដូរយកនៃសេចក្តីសុខដើម្បីប្រគល់ឲ្យកូនគ្រប់គ្នាណាកូនណា3មនុស្សគ្រប់រូបតែងតែស្រឡាញ់ជីវិតខ្លួនឯងជាងអ្វីទាំងអស់តែចំពោះលោកឪពុកអ្នកម្ដាយវិញបែរជាស្រឡាញ់ជីវិតកូនជាងជីវិតខ្លួនឯងនោះទៅវិញហេតុអ្វីណោះ4កូនទាំងឡាយច្រើនតែខ្វល់ខ្វាយតែរឿងការងារភរិយាស្វាមីកូនប្រុសកូនស្រីរបស់ខ្លួនឯងតែប៉ុណ្ណោះក៏ប៉ុន្តែភ្លេចគិតទៅដល់នៃលោកឪពុកអ្នកម្ដាយដែលគាត់ចាស់ជរាដែលគាត់ដេកទន្ទឹងរង់ចាំមើលតែផ្លូវកូននៅឯផ្ទះកូនហើយពេលកូនទំនេរចូលកូនរត់រះទៅមើលលោកឪពុកអ្នកម្ដាយនៅឯផ្ទះផងណាកូនណា5ទោះបីកូនអាក្រក់កូនល្អក៏កូននៅតែជាកូនរបស់ពុកម៉ែដែរទោះបីកូនជាមនុស្សខូចខលរមិលគុណពិបាកប្រដៅយ៉ាងណាក៏ដោយក៏ពុកនិងម៉ែនៅតែស្រឡាញ់កូននៅតែព្រួយបារម្ភពីកូននៅតែពុកម៉ែនៅតែហៅកូនជានិច្ច6ពេលពុកម៉ែចាស់ទៅពេលពុកម៉ែឈឺពុកម៉ែមិនដែលប្រាថ្នាអ្វីសូមឲ្យកូនយកនេះយកនោះមកជូនលោកឪពុកអ្នកម្ដាយទេក៏ប៉ុន្តែពុកនិងម៉ែសូមត្រឹមបានឃើញតែមុខកូនជាលើកចុងក្រោយតែប៉ុណ្ណឹងគឺពុកម៉ែសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយណាកូនណា7ពេលកូនឈឺពុកម៉ែក៏ឈឺដែរពេលកូនជាពុកម៉ែក៏ជាដែរពេលកូនកើតទុក្ខពុកម៉ែក៏កើតទុក្ខដែរពេលកូនបានសុខពុកម៉ែក៏បានសុខដែរតែពេលដែលលោកឪពុកអ្នកម្ដាយឈឺគឺឈឺតែម្នាក់ឯងពេលដែលលោកឪពុកអ្នកម្ដាយកើតទុក្ខក៏កើតទុក្ខតែម្នាក់ឯងដែរណាកូនណាមែនអត់